រដ្ឋបាលស្រុកកំពង់សាឡាចេញលិខិតបំភ្លឺករណីប្រជាពលរដ្ឋជាសមាជិកសហគមន៍អ្នកតាថ្មប្រុងតវ៉ាហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Minawai Investment Agro មិនឲ្យធ្វើការឈូសឆាយដីដើម្បីធ្វើទីលានដាក់សម្រាមបណ្ដោះអាសន្នខេត្តបរសៃនុថ្ងៃសុក្រទី9កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ស្រុកកំពង់សាឡាថ្ងៃទី7ខែមីនាឆ្នាំ2025សេចក្តីប្រកាសព័ត៌មានរដ្ឋបាលស្រុកកំពង់សាឡាមានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សាឡាមេត្តាជ្រាបថាកាលពីថ្ងៃទី3ទី4ទី5ខែមីនាឆ្នាំ2025មានប្រជាពលរដ្ឋមួយក្រុមជាសមាជិកសហគមន៍អ្នកតាថ្មប្រុងបានធ្វើការតវ៉ាហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Minawai Investment Agro មិនឲ្យធ្វើការឈូសឆាយដីដើម្បីធ្វើទីលានទុកដាក់សម្រាមបណ្ដោះអាសន្ននៅក្បែរដីសហគមន៍អ្នកតាថ្មប្រុងសូមបញ្ជាក់ជូនថារដ្ឋបាលស្រុកនឹងកំពុងស្នើសុំដី91ហិកតា 95A ស្ថិតក្នុងដីសហគមន៍អ្នកតាថ្មប្រុងដើម្បីធ្វើទីលានទុកដាក់សម្រាមទៅរដ្ឋបាលខេត្តបរសៃនុកាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2025ក្រុមការងាររដ្ឋបាលខេត្តបានចុះពិនិត្យទីតាំងជាក់ស្ដែងដឹកនាំដោយអាយដាមឡុងឌីម៉ុងអភិបាលរងខេត្តបរសៃនុមានការចូលរួមពីតំណាងក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្តក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានមានភូមិឃុំរដ្ឋបាលស្រុកប៉ុន្តែបច្ចុប្បន្នត្រូវរងចាំការសម្រេចពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាមុនដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រមូលនិងទុកដាក់កាកសំណល់រឹងឲ្យមានប្រសិទ្ធភាពស្របតាមអនុក្រឹត្យលេខ113អក្រអនុក្រប្រកស្ដីអំពីការគ្រប់គ្រងសម្រាមសំណល់រឹងទីប្រជុំជននិងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលក្នុងការរៀបចំអនាម័យបរិស្ថានស្អាតមូលដ្ឋានរដ្ឋបាលស្រុកតាមរយៈលិខិតលេខ014/25សតនចុះថ្ងៃទី24ខែកុម្ភៈឆ្នាំ2025បានអនុញ្ញាតជូនក្រុមហ៊ុន Minawai Investment Agro ធ្វើការឈូសឆាយដីដែលមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ18040203.0859និងលេខ18040203.0860ជាដីកម្មសិទ្ធិឯកជនស្របច្បាប់ដែលស្ថិតនៅជិតទីតាំងដីដែលរដ្ឋបាលស្រុកស្នើសុំដើម្បីធ្វើទីលានទុកដាក់សម្រាមបណ្ដោះអាសន្នស្របតាមបទដ្ឋានបច្ចេកទេសប៉ុន្តែបែរជាមានជនឆ្លៀតឱកាសមួយចំនួនបានធ្វើការញុះញង់ធ្វើឲ្យមហាជនមានការយល់ច្រឡំលើរដ្ឋបាលស្រុកថាឃុំខិតគ្នាយកដីសហគមន៍ទៅលក់ឲ្យក្រុមហ៊ុនចិនដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំទើបធ្វើសកម្មភាពហាមឃាត់ការឈូសឆាយដីនៅលើទីតាំងដីដែលមានអាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្ដល់សេវាប្រមូលនិងដឹកសម្រាមសំណល់រឹងទីប្រជុំជនក្នុងស្រុកកំពង់សាឡាទៅវិញរដ្ឋបាលស្រុកសូមបញ្ជាក់យ៉ាងមុតមាំថាក្នុងនាមអាជ្ញាធរដែនដីមានតួនាទីការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋទ្រព្យសម្បត្តិឯកជនរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គមទប់ស្កាត់ការរំលោភបំពានសិទ្ធិអ្នកដទៃទប់ស្កាត់បាតុភិបអនាធិបតេយ្យដែលអាចឈានដល់ចលាចលសង្គមក្នុងន័យនេះបើសិនបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពណាមួយរំលោភបំពានច្បាប់ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនបំពានសិទ្ធិអ្នកដទៃនាំឲ្យកើតហិង្សានិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានសេចក្តីដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនមេត្តាជ្រាបជាព័ត៌មាន